បាទថ្ងៃ5កើតធ្វើការមង្គលទាំងពួងសង់ផ្ទះស្ដីដណ្ដឹងប្រពន្ធបានលៀបគ្រប់យ៉ាងស្ដេចនិមឺនឲ្យលៀបដល់យើងយាត្រាទៅផ្លូវគោកល្អផ្លូវទឹកមិនល្អមានខូចខាតទ្រព្យរបស់ជួលឈ្នួលទិញគោក្របីកាប់ឆ្កាច្បារដំណាំល្អចរចារឿងរ៉ាវក្តីក្តាមមិនល្អទៅកាន់ចវាយនាយខុននាងល្អកាត់សម្ពុតដេស្លៀកពាក់មិនល្អមានឈឺថ្កាត់ជោគល្អតាំងពីព្រឹកដល់ថ្ងៃត្រង់ជោគអាក្រក់តាំងពីថ្ងៃរសៀលដល់មាន់រងាវបាទខ្ញុំបាទសូមធ្វើការគោរពទៅដល់អស់លោកដែលមានបារមីក៏ដូចជារុក្ខទេវតាភូមិទេវតាអាកាសទេវតានិងសូមគោរពដល់អស់លោកអ្នកដែលជាកវីបណ្ឌិតនិស្សិតបញ្ញវន្តសាស្ត្រាចារ្យពហុសូត្រតាំងពីជំនាន់ដើមរៀងរៀបដរាបរហូតមកដល់សម័យបច្ចុប្បន្ននេះបាទអញ្ចឹងថ្ងៃនេះបងប្អូនបានមកជួបខ្ញុំម្ដងទៀតហើយនៅក្នុងការបកស្រាយនៅក្បួនបម្រើរឹកជ័យបាទក្បួនបម្រើរឹកជ័យវេលាល្អវេលាអាក្រក់ការរៀបមង្គលបាទល្អឬក៏មិនល្អបាទអញ្ចឹងបងប្អូនជួបខ្ញុំម្ដងទៀតហើយណានឹងឯងអញ្ចឹងក៏វគ្គមុនបងប្អូនបានដឹងហើយបាទបានដឹងបានឮហើយនៅថ្ងៃចាប់ពីថ្ងៃ1កើតមករហូតដល់ថ្ងៃ5កើតនេះបាទអញ្ចឹងបងប្អូនចង់ដឹងថាថ្ងៃ5កើតនេះវាវេលាល្អឬក៏មិនល្អយ៉ាងណាយ៉ាងណាអញ្ចឹងបងប្អូនតាមដានទស្សនាជាមួយនឹងខ្ញុំបាទខ្ញុំនឹងបកស្រាយចែកជូនបងប្អូនលោកយាយលោកតាទាំងអស់បាទទុកជាបទពិសោធន៍បាទទុកជាបទពិសោធន៍ក៏ដូចជាទុកជាមេរៀនបាទសម្រាប់ពុកម៉ែបងប្អូនយាយតាកូនក្មួយទាំងអស់គ្នាបាទមិនថាក្នុងមិនថាក្រៅស្រុកទេតែមុននឹងបកស្រាយបាទមុននឹងបកស្រាយហ្នឹងសូមចិត្តបងប្អូនបន្តិចបាទសូមចិត្តបន្តិចថាបើសិនជាបានឃើញនៅវីដេអូខ្ញុំហើយបាទកុំភ្លេចជួយចុច Subscribe Channel ម្នាក់មួយផងបាទជួយចុច Subscribe Channel ម្នាក់មួយផងបាទនឹងឯងខ្ញុំសូមបងប្អូនតែប៉ុណ្ណឹងទេសូមតែជួយ Subscribe ក្នុង Channel ម្នាក់មួយផងបានណាបាទបានណាមិនតំអីច្រើនទេនឹងឯងអញ្ចឹងខ្ញុំសូមបកស្រាយដូចតទៅបាទថ្ងៃ5កើតបាទថ្ងៃ5កើតថ្ងៃ5កើតនេះធ្វើការមង្គលទាំងពួងសង់ផ្ទះស្ដីដណ្ដឹងប្រពន្ធបានល្អគ្រប់យ៉ាងស្ដេចនាម៉ឺនឲ្យលៀបដល់យើងស្ដេចនាម៉ឺនឲ្យលៀបដល់យើងយាត្រាទៅផ្លូវគោកល្អផ្លូវទឹកមិនល្អទេមានខូចខាតទ្រព្យរបស់ជួលឈ្នួលទិញគោក្របីកាប់ឆ្កាច្បារដំណាំល្អចរចារឿងរ៉ាវក្តីក្តាមមិនល្អទេទៅកាន់ចវាយនាយខុននាងល្អកាត់សម្ពុតដេស្លៀកពាក់មិនល្អទេមានឈឺថ្កាត់ជោគល្អតាំងពីព្រឹកដល់ថ្ងៃត្រង់រីឯជោគអាក្រក់តាំងពីថ្ងៃត្រង់រហូតដល់ចាប់ពីថ្ងៃរសៀលរហូតទៅដល់មាន់រងាវបាទអាហ្នឹងសម្រាប់ថ្ងៃ5កើតបងប្អូនណានឹងឯងអញ្ចឹងបើបងប្អូនបានឃើញនៅការបកស្រាយនេះហើយក៏សូមជួយបាទសូមជួយបាទចុច Subscribe Channel ម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តដល់ខ្ញុំធ្វើវីដេអូចែកជូនបងប្អូនទស្សនាបន្តទៀតបាទនេះខ្ញុំអត់បានអីទេបងប្អូនណាអត់បានអីទេបាទចំណាយតែលុយកាក់ខ្លួនឯងហើយថតចូលនៅក្នុង YouTube បាទចែកជូនបងប្អូនទស្សនាបាទទុកចាត់ទុកថានេះជាចំណេះដឹងឬក៏ជាធម្មទានដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាសព្វទានណាំងធម្មទានណាំងចនេតៈធម្មទានឈ្នះអស់ទានទាំងពួងបាទ
ចឹងខ្ញុំធ្វើការចែករំលែកនៅថ្ងៃនេះក៏សូមបនកុសលដែលបានកើតមាននៅក្នុងការសម្ដែងនេះសូមចែកជូនទៅដល់ដុំដួងវិញ្ញាណក្ខន្ធបាទបុព្វការីជនយ៉ាង7សន្តានបាទនិងសូមគោរពចែកជូននៅមហាកងការកុសលនេះបាទជូនចំពោះពុកម៉ែលោកយាយលោកតាមីងមាបងប្អូនកូនក្មួយទាំងអស់ស្មើគ្នាបាទស្មើគ្នាប្រាថ្នាពរណាសម្បត្តិណាហ្នឹងក៏សូមបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នាកំបីអខានឡើយបាទប៉ុណ្ណឹងចុះបាទជួបគ្នានៅវគ្គក្រោយបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាយបាយ